បាទសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះឃ្លាំងលក់គ្រឿងចាក់ CSK យើងខ្ញុំនៅប្រទេសជប៉ុនគឺបានដប់ឬក៏ដឹក SK ស្អីគឺបានដឹកអាបុលមួយគ្រឿងទៀតហើយបាទអាបុលនេះគឺជាប្រភេទអាបុលដែលមានសារ៉ាង2ហើយបតាំងរបស់វាវិញក៏វាធំផងដែរបាទគឺវាធំខុសប្លែកពីបតាំងអាបុល D2 ធម្មតាបតាំងអាបុល D2 ធម្មតាវាប្រហែលជា5ទឹកជាងអីទេបាទប៉ុន្តែអានេះបើសិនជាខ្ញុំមើលទៅប្រហែលជាចូល7ទឹកអីហើយបាទហើយអានេះចាំយើងវាស់ឲ្យជាក់ស្ដែងម្ដងទៀតតិចទៀតនឹងធ្វើវីដេអូម្ដងទៀតបាទហើយអាបុលនេះសួរថាបតាំងវាបងប្អូនបតាំងគេយកអាបតាំងធំហ្នឹងយកមកដើម្បីអ្វីដែរគឺសិតតែមានមូលហេតុទេបងប្អូនបតាំងធំហ្នឹងគឺយើងយកមកដើម្បីចុះដីជ្រាយបងប្អូនបតាំងធម្មតាគឺមានបតាំងតូចហើយបតាំងធំអានេះបតាំងធំជាងអាបតាំងធំធម្មតាថែមទៀតបាទអញ្ចឹងហើយអាបុលមួយគ្រឿងនេះគឺយើងអាចចុះដីជ្រាយហើយបើនៅស្រុកខ្មែរយើងវិញគឺវាល្អសម្រាប់យើងស្អីគេយើងទៅកើបខ្សាច់បើសិនជាបងប្អូនមានដេប៉ូខ្សាច់មានសឡង់មានអីគឺគេចូលចិត្តទិញប្រភេទអាបុលដែលមានសារ៉ាង2សារ៉ាង2ឯងតាមបាត់3ឯងបងប្អូនចាប់តាម3ឯងបងប្អូនវាមានអាទូចនៅនេះមួយអញ្ចឹងគេហៅថាសារ៉ាង3ហើយបងប្អូនសារ៉ាង3ហើយអាបុលនេះវិញគឺនៅស្អាតមែនទេបងប្អូនធម្មតាបតាំងឲ្យតែកាន់តែធំគឺកាន់តែងាយបាក់បាទប៉ុន្តែអាបុលនេះវិញដូចបងប្អូនឃើញហើយគឺនៅផ្លឹងតែម្ដងបាទថ្មីស្អាតមែនទេហើយអាបុលនេះគឺកុងទ័រម៉ោងប្រើប្រាស់អីគឺនៅ original តែម្ដងគ្រឿងក្រោមអីទឹកថ្នាំប៉ុណ្ណឹងយើងមើលតែមួយឆាច់គឺយើងដឹងថាអាបុលនេះគឺគេប្រើតិចមែនតែនបាទហើយសំណុំបែបបត់វាប៉ុណ្ណេះអត់មានច្រេះអីទេបាទអានេះគឺជាគ្រឿងទី1បាទហើយគ្រឿងទី2នោះគឺជាគ្រឿងកសិកម្មវិញម្ដងគ្រឿងកសិកម្មហ្នឹងគឺនៅជប៉ុននេះគឺគេស្ទូងស្រូវបងប្អូនស្ទូងស្រូវគេលែងប្រើមនុស្សជំតិតយកគូតឡើងលើហើយយើងអោនដោតមួយទៀតហើយដូចគេលែងហើយបាទគឺគេមានអាម៉ាស៊ីនស្ទូងស្រូវនេះវិញបាទម៉ាស៊ីនស្ទូងស្រូវនេះគឺប្រភេទរបស់គេគូបូតាបាទម៉ាស៊ីនស្ទូងស្រូវនេះនៅពេលណាខ្ញុំយកមកភ្លាមបងប្អូនយកមកភ្លាមគឺនៅថ្មីស្អាតមែនតើបងប្អូនស្អាតមែនតើយកតែម្ដងមូលហេតុនោះបងប្អូនអាចមើលក្បាលខ្ចៅវាបានក្បាលខ្ចៅវាគឺនៅភ្លឺមែនតើអត់មានច្រេះអីទេហើយម្យ៉ាងវិញទៀតខ្ញុំគិតថាបើសិនជាភ្លឺប៉ុណ្ណឹងបានន័យថាម៉ាស៊ីនស្ទូងស្រូវនេះអាកន្លែងនេះគឺគេប្រហែលជាយកប្រភេទប្លុងគេហៅថាប្លុងstainless steel ឬក៏គេហៅថាដែកថែបប្លុងដែលដូចថាអត់ច្រេះបងប្អូនប្លុងពិសេសហើយចំណុចសំខាន់មួយទៀតមិញខ្ញុំយកឡើងលើឡានណាបងប្អូនខ្ញុំបើកឡើងលើឡាននេះបងប្អូនចាំមើលអានេះជ័របងប្អូនជ័ររបស់វាអានេះជ័រធម្មតានៅពេលណាបើសិនជាវាប្រើច្រើនណាប្រើច្រើនគឺវាសឹកខ្ទេចខ្ទីអស់ហើយប៉ុន្តែអានេះអត់ប្រើច្រើនទេបងប្អូននៅសំណុំតែម្ដងហើយអានេះក៏ជ័រមួយដែរជ័រប្រហែលជាដូចថាគេដាក់មិនដឹងហៅថាស្អីគេហៅកណ្ដាប់ទេបងប្អូនមើលទៅគេដាក់ប្រហែលជាដាក់នៅត្រង់នេះហើយវាគៀបមកនេះហើយវាចុចចុះដីមួយចឹងទៅបាទសូមអធិស្ឋានបងខ្ញុំអត់សូវចេះរបៀបស្ទូងស្រូវបាទប៉ុន្តែមើលតាមេកានិកម៉ាស៊ីនអញ្ចឹងគឺយើងអាចដឹងបានបាទអានោះកដាប់យើងដាក់ប្រហូតបញ្ចុះអញ្ចឹងទៅអានេះវាគៀបហើយវាញាត់ចូលដីបាទហើយមួយវិញទៀតកន្លែងណាដែលគេថាថ្មីហើយប្រភេទថ្មីគឺបងប្អូនអាចមើលជ័រវាសិតជ័រវាហ្នឹងគេអត់ធ្វើដៃទេបងប្អូនទី1ធ្វើដៃវាឆាប់ច្រេះទី1ហើយទី2វាធ្ងន់ណាបងប្អូនដល់ពេលណាធ្ងន់ណាជើងស្រួចរបស់វាហ្នឹងគឺវាផុងចូលដីទេបាទអញ្ចឹងហើយគឺគេអត់ធ្វើនេះទេគេធ្វើមិនឲ្យវាទម្ងន់ស្រាលបាទទម្ងន់ស្រាលហើយអាកង់វាវិញគឺកង់ដប់ភ្លោះ2សងខាងបាទប្រភេទធម្មតាគឺគេមានតែដប់ភ្លោះតែមួយតែប៉ុណ្ណោះប៉ុន្តែអានេះភ្លោះ1ភ្លោះ2វាអត់មានអីសំខាន់ទេបងប្អូនបើសិនជាយើងចង់ភ្លោះមួយយើងជួនកាលយើងដាក់កង់ភ្លោះអញ្ចឹងទៅវាអាចជន់អាស្រូវដែលយើងស្ទូងបងប្អូនអញ្ចឹងឯងគេចូលចិត្តដោះកង់ចេញមួយបាទគេបើកតាមមួយចាហៀងទេប៉ុន្តែអានេះមានភ្ជាប់មកជាមួយនឹង2សងខាងបាទបើសិនយើងចង់ដោះស្រួលមែនតើបងប្អូនមានតែប្លុងមួយប្លុកគេហើយយើងដូរឡើងលើដកកង់ចេញមកតែម្ដងបាទហើយកន្លែងនេះកន្លែងដាក់
ដូចថាបើសិនជាកដាប់យើងអស់អញ្ចឹងបងប្អូនយើងយកពីអាហ្នឹងយកមកដាក់ពីខាងលើនេះបងប្អូនយកមកដាក់ពីខាងលើនេះវិញបងប្អូនអញ្ចឹងឲ្យស្រួលមែនតើហើយនេះប្រហែលជាធុងអីគេធុងប្រហែលជាដាក់ជីដាក់អីឲ្យបងប្អូនទឹកធ្លាក់ចុះទៅក្នុងហ្នឹងទៅបានអញ្ចឹងហើយអានេះអេតាប៉ុណ្នេះគឺស្អាតមែនតើបងស្អាតមែនតើហើយអញ្ចឹងមើលលេងទៅគឺវាប្រហែលកុងទ័រវាខ្ញុំក៏បើកធម្មតាទេកុងទ័រវាពិតប្រាកដបងប្អូនកុងទ័ររបស់វាតែគេប្រើបានតែ300ម៉ោងជាងតែប៉ុណ្ណោះបាទថ្មីមែនតើដូចជាប្រើបានតែ300ម៉ោងថ្មីមែនតើបងប្អូនខ្ញុំមិនដែលជួបផងបាទខ្ញុំមិនដែលជួបផងថ្មីមែនតើថ្មីរកលេខដាក់គ្មានហើយបាទវាមានលេខដាក់ប៉ុន្តែគ្រាន់តែបន្ទាប់ពីអាថ្មីសុតហ្នឹងមកគឺអាមួយគ្រឿងនេះហើយបើសិនជាតាមខ្ញុំគិតបាទហើយសួរថាប្រហែលដែរអតិថិជនយើងកំងហើយបាទមួយនេះមានម្ចាស់ហើយបាទប៉ុន្តែយើងក៏នៅតែអាចយកប្រភេទគ្រឿងចាក់ដែរសម្បូរទៅដោយខ្លាញ់ឬក៏សម្បូរដូចថាខ្លាញ់គោឬក៏ប្រភេទល្អប្រភេទផុតលេខប្រភេទដែលយកទៅភ្លាមប្រើភ្លាមហើយអានេះអត់ទាន់លាងទឹកសម្អាតផងបងប្អូនអានេះប្រហែលជានេះបងប្អូនមើលអានេះជាប់ដីស្រែមកទៀតបងប្អូនជាប់ដីស្រែមកទៀតបងប្អូនអាចមើលបានអត់ទាន់លាងសម្អាតទេភ្លឺប៉ុណ្ណឹងហើយតម្រាំតែលាងសម្អាតទៀតដឹងភ្លឺប៉ុណ្ណាទៀតទេបាទអញ្ចឹងហើយឥឡូវនេះគឺទៅយកបាន2គ្រឿងមួយគ្រឿងគឺអាបុលដែលមានបតាំងធំអាចចល័តទីនៅដីជ្រាយបានហើយមួយទៀតគឺប្រភេទស្ទូងស្រូវបាទស្ទូងស្រូវបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនចង់កំងគ្រឿងកសិកម្មឬក៏គ្រឿងចាក់ប្រភេទគ្រឿងចាក់បងប្អូនអាចតាក់ទងជើងខ្ញុំតាមប្រអប់ផ្សារឬក៏តាក់ទងទៅលេខទូរស័ព្ទដៃនៅខាងក្រោមតែម្ដងទៅបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយតម្លាក់ចុះយើងខ្ញុំនឹងទៅយកប្រភេទគ្រឿងចាក់បន្ថែមទៀតបាទរវល់ណាស់ខែនេះទៅយកប្រហែលជា 4-5 គ្រឿងទៀតបាទអញ្ចឹងសូមអរគុណនឹងជួបគ្នាក្នុងវីដេអូក្រោយៗទៀតបាទ